អ្វីដែលជាមោទនភាពចំពោះខ្ញុំគឺយើងអាចផលិតជាប្រភេទផលិតផលបន្លែបដោះមួយនៅក្នុងស្រុកខ្មែរដំបូងគេហើយអាចបិទនឹងការនាំចូលបានបាទអត់ឲ្យខាងគេនាំចូលដោយសារយើងមានពេញនៅស្រុកខ្មែរទីក្រុងបណ្ដោះជាឈ្មោះនៃកសិដ្ឋានបន្លែបណ្ដោះជាង10មុខដែលត្រូវបានបង្កើតឡើងដោយលោកអ៊ុនសីហាស្ថិតនៅក្នុងភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌរសីកែវរាជធានីភ្នំពេញកសិដ្ឋានទីក្រុងបណ្ដោះព្រោះតែបណ្ដោះនៅក្នុងទីក្រុងបណ្ដោះនៅទីក្រុងមែនតែជាពូជបន្លែអឺរ៉ុបដែលមានតម្លៃខ្ពស់មានតម្រូវការច្រើនពីខាងផ្សារទំនើបស្ទើរតែទាំងអស់នៅរាជធានីភ្នំពេញជាអតីតសិស្សនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មនិងធ្លាប់បានទៅសិក្សានៅឯប្រទេសអ៊ីស្រាអែលផងលោកអ៊ុនសីហាបានប្រាប់ថាទីក្រុងបណ្ដោះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2014ដែលលោកបានគិតគូរយ៉ាងម៉ត់ចត់ពីការជ្រើសរើសប្រភេទបន្លែមកបណ្ដោះដើម្បីអាចបំពេញតម្រូវការទីផ្សារបានប្រកបដោយនិរន្តរភាពដំណាំបន្លែវាច្រើនមុខនៅស្រុកខ្មែរក៏ប៉ុន្តែយើងចង់រកប្រភេទបន្លែមួយដែលមាននិរន្តរភាពហើយអាយុកាលវាខ្លីហើយយើងមានចង្វាក់ផលិតកម្មវាស្រួលបាទបើយើងធ្វើទៅលើបន្លែខាងក្រៅរោងឬក៏អីវាអាចថារដូវប្រាំងរដូវអីរដូវប្រាំងរដូវវស្សាវាអត់មាននិរន្តរភាពមានថាអត់អាចដាំបានទៀងទាត់ណាបាទបើនេះអត់ទេបងអានេះគឺយើងដាំ365ថ្ងៃគឺ365ថ្ងៃពួកខ្ញុំគឺពុតពង365ថ្ងៃមកអ្វីដែលជាមោទនភាពចំពោះខ្ញុំគឺយើងអាចផលិតជាប្រភេទផលិតផលបន្លែបដោះមួយនៅក្នុងស្រុកខ្មែរដំបូងគេហើយអាចបិទនឹងការនាំចូលបានបាទអត់ឲ្យខាងគេនាំចូលដោយសារយើងមានពេញនៅស្រុកខ្មែរហើយទី2យើងចង់ឃើញសហគមន៍យើងដែលប្រជាជននៅទីនេះដែលគាត់មានលទ្ធភាពឬក៏អត់មានលទ្ធភាពនៃការរកកន្លែងការងារធ្វើឲ្យគាត់មកធ្វើទៅទីនេះអញ្ចឹងណាបងហើយទី3យើងមានអត្តសញ្ញាណមួយថាខ្មែរយើងអាចផលិតបន្លែអឺរ៉ុបនឹងបានមិនមែនត្រូវការចាំបាច់តែគេនាំចូលបន្លែអឺរ៉ុបនឹងមកពីអឺរ៉ុបមកខ្មែរទេបាទហើយទី4យើងអាចចូលរួមក្នុងវិស័យទេសចរមានថាគាត់មកស្រុកយើងគាត់មានអារម្មណ៍ថាដូចនៅស្រុកគាត់ដែរស្រុកគាត់តែមិនដោយសារគាត់មានផលិតផលអឺរ៉ុបរបស់គាត់នៅញ៉ាំនៅស្រុកខ្មែរដែរទម្រាំអាចឈរជើងលើទីផ្សារបានជាង10ឆ្នាំម្ចាស់កសិដ្ឋានទីក្រុងបណ្ដោះរូបនេះបាននិយាយថាវាមិនមែនជារឿងងាយស្រួលនោះទេព្រោះមានបញ្ហាជាច្រើនដែលលោកបានជួបប្រទះកន្លងមកយើងមានការជួបលំបាកសាច់រឿងវាច្រើននឹងមានន័យថាដូចជាបញ្ហាទី1បញ្ហាដីដែលយកមកដាំនេះវាមានមេរោគយើងដឹងថាដីនឹងដែលគួរតែដាំជ្រើសរើសដីមួយណាដែលល្អសប្ងៃគឺយើងដឹងដោយសារយើងរើសយកដីប្រពុកបាត់បឹងពីខាងស្អាងឲ្យគាត់កើបផ្នែកខាងសន្ទាប់ខាងលើបងបាទយកមកគាត់យើងយករែកដាំឬក៏ហាលសម្ងួតវាឲ្យយកមកដាំបានណាបងទី2គ្រាប់ពូជយើងកំងពីខាងក្រៅប្រទេសនៅពេលដែលអត់ល្អយើងអាច return ឲ្យគេវិញបានអត់ឲ្យគាត់ដឹកត្រឡប់ទៅវិញបានក៏អត់ទទួលខុសត្រូវនោះទេអញ្ចឹងនៅពេលដែលដឹកមកមានបញ្ហាគឺយើងខាត់បងអានឹងហើយបាទខាត់បងអានឹងហើយបាទអញ្ចឹងទៅលើគ្រាប់ពូជដល់បន្ទាប់មកបានយើងចាប់ដើមរើសក្រុមហ៊ុនណាដែលគាត់ល្អគាត់ធានាយើងបានយើងទិញមកអញ្ចឹងណាបងបាទទី3ទៅលើទីផ្សារដំបូងគឺដូចយើងជំរាបជូនអញ្ចឹងយើងផលិតបានហើយក៏ប៉ុន្តែទីផ្សារវាអត់ទាន់ស្គាល់ផលិតផលរបស់យើងទេអញ្ចឹងយើងត្រូវខាតចោលខូចខាតចោលតែម្ដងបាទយើងប្រឹងធ្វើដល់ជាក់ស្ដែងយើងលក់អត់បានខូចខាតចោលពេលហ្នឹងតែម្ដងបាទក៏ប៉ុន្តែពេលហ្នឹងក៏យើងមិនអស់សង្ឃឹមទេយើងគិតថាវាជាថ្មីវាមិនអាចអ្វីវាចេញមកវាស្រួលហើយរលូនគ្រប់សាច់រឿងទេវាអាចបានទេអញ្ចឹងណាបងបាទអនាគតទៅមុខទីក្រុងបណ្ដោះនៅមានគោលដៅធំទៀតធំយ៉ាងម៉េចគឺយើងនៅតែពង្រីកនៅផលិតផលថ្មីបាច់អឺរ៉ុបមកបន្តទៀតណាបងបាទហើយយើងចង់ក្លាយខ្លួនជាក្រុមហ៊ុនមួយនៅក្នុងស្រុកដែលធំដែលផ្ដោតទៅលើពពួកបន្លែបដោះហ្នឹងឯងដែលផ្ដោតទៅលើពពួកបន្លែបដោះក៏ប៉ុន្តែយើងផ្ដោតឲ្យមានច្រើនមុខច្រើនតំណែងតែម្ដងឲ្យច្រើនមុខមានថាយើងនៅប្រភេទពពួកបាស៊ីលបដោះនៅអីទៀតគឺច្រើនមុខបន្តទៀតអញ្ចឹងណាបងបាទហើយគោលដៅដែលធំបំផុតនោះគឺយើងចង់ជួយឲ្យប្រជាជនយើងមានការងារនៅក្នុងស្រុកតែម្ដង